ដៃគូសម្ព័ន្ធមេត្រីភាពអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិនិងធនាគារវឌ្ឍនៈបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាននិងនាយទាហានរងនិងពលទាហានកងពលស្មើជើងលេខ53នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅថ្ងៃអាទិត្យ 9 កើតខែចែកឆ្នាំរោងឆសាកពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 6 ខែមេសាឆ្នាំ 2025 កងពលតូចថ្មើរជើងលេខ53បានរៀបចំពិធីអបអរសាទរទទួលសម្ព័ន្ធមេត្រីភាពអគ្គនាយកដ្ឋានរដ្ឋាភិបាលនិងធនាគារវឌ្ឍនៈដឹកនាំដោយឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រីវុឌ្ឍប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលនិងបាននាំយកអំណោយដល់ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមនីនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ53នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រីកៅស៊ីងឡនមេបញ្ជាការកងពលតូចថ្មើរជើងលេខ53បានសម្ដែងនៅមនោសញ្ចេតនារំភើបរីករាយឥតឧបមានិងបានគោរពស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះអង្គភាពដៃគូសម្ព័ន្ធមេត្រីភាពអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិនិងធនាគារវឌ្ឍនៈដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខកិត្តគូពីសុខទុក្ខការលំបាករបស់កងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតីសម្ភារៈថវិកាសម្រាប់កសាងអង្គភាពក៏ដូចជាថវិកាជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ53ដែលកត្តាទាំងអស់នេះគឺពិតជាបានសបញ្ជាក់ឲ្យយើងឃើញច្បាស់ពីក្តីស្រឡាញ់ការយកចិត្តទុកដាក់រួមសុខរួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសមរភូមិមុខនិងសមរភូមិក្រោយរវាងមន្ត្រីរាជការនិងស៊ីវិលជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឆ្លៀសវៃប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនេះផងដែរឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រីវុឌ្ឍប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិក៏បាននាំយកនៅថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមនីរួមមានអង្ករ4តោនមីយើងចំនួន130កេសត្រីខចំនួន4យួរទឹកត្រីចំនួន100យួរទឹកស៊ីអ៊ីវចំនួន100យួរស្រាបៀរចំនួន100កេសទឹកសុទ្ធ50កេសនិងថវិកាកសាងអគារចំនួន1ខ្នងថវិកាចំនួន151លាន7សែនរៀលឧបត្ថម្ភដល់កងទ័ពចំនួន4លានរៀលឧបត្ថម្ភទៅដល់កងពលចំនួន15លានរៀលចំណាយផ្សេងៗចំនួន5លានរៀលផ្សាយដោយអង្គភាពគេហទំព័រប្រមាញ់ជាដែន TV News